សភាវៈចម្លែកដែលត្រូវបានគេចាប់ឃុំនៅក្នុងបន្ទប់អាស៊ីតនឹងឲ្យដល់គ្នានេះគឺជា SCP-682 ដែលមានឈ្មោះថា Head to Destroy Reptile ដែលជាសភាវៈចម្លែកមួយក្នុងចំណោមសភាវៈចម្លែកផ្សេងទៀតដែលត្រូវបានអង្គភាព SCP Foundation ចាប់ឃុំឃាំងទុកនៅក្នុងខ្សែស្រឡាយសាច់រឿងរបស់ SCP Foundation SCP-682 គឺជាសភាវៈចម្លែកដែលមានរូបរាងស្រដៀងជាមួយនឹងសត្វក្រពើប៉ុន្តែវាមានភាពកាចសាហាវខូខើនិងអាក្រក់ជាទីបំផុតដែលខុសពី SCP និងសភាវៈចម្លែកផ្សេងៗទៀតដែល SCP Foundation ធ្លាប់ចាប់ឃុំឃាំងទុកកន្លងមកវត្តមានដំបូងរបស់ SCP-682 គឺចាប់ផ្ដើមអំពីសត្វក្រពើមួយក្បាលដែលបានបំលែងខ្លួនបន្ទាប់ពីទទួលរងជាតិកខ្វក់ដែលបង្ហូរចេញអំពីរោងចក្រផលិតនុយក្លេអ៊ែរដោយសារតែជាវិទ្យុសកម្មដែលនៅក្នុងខ្លួនរបស់វាដែលធ្វើឲ្យ SCP-682 មានគំនិតក្នុងការស្អប់គុំគួនគ្រប់សភាវៈទាំងអស់មិនថាមនុស្សឬក៏សត្វក៏ដោយសូម្បីតែ SCP គ្នាវាក៏វាស្អប់គុំគួននឹងតាមសម្លាប់ SCP គ្នាវាផងដែរនៅក្នុងប្រតិបត្តិការនៃការដេញតាមចាប់សភាវៈចំណែក SCP-682 ក្រុមអង្គភាព SCP Foundation គឺមានភាពពិបាកមែនទែនក្នុងការដេញតាមចាប់និងបង្ក្រាប SCP-682 ដោយសារទូរីរបស់វាជាសត្វល្មូនវាមានភាពបត់បែនខ្លាំងមិនថាលើគោកឬក៏នៅក្នុងទឹកនិងបន្ទាប់ពីវាបានវិវត្តខ្លួនរួចវាទទួលបានសមត្ថភាពនៃការព្យាបាលខ្លួនឯងទោះបីជាវារងការវាយប្រហារអំពីអង្គភាព SCP Foundation ធ្ងន់ធ្ងរប៉ុណ្ណាក៏ដោយប៉ុន្តែរាងកាយរបស់វានឹងព្យាបាលខ្លួនឯងបានភ្លាមៗតែម្ដងហើយអ្វីដែលគួរខ្លាចបំផុតវានឹងធ្វើការវាយបកមកវិញរឹតតែខ្លាំងជាងមុនថែមទៀតហើយអ្វីដែលគួរខ្លាចមួយទៀតនោះគឺវាមានភាពវៃឆ្លាតដូចនឹងមនុស្សវាចេះទាំងវាយប្រហារវាចេះទាំងរត់គេចវាចេះទាំងប្រើល្បិចបកត្រឡប់មនុស្សវិញថែមទៀតប៉ុន្តែវានៅតែអាចរត់រួចអំពីការតាមចាប់របស់ក្រុមអង្គភាព SCP Foundation ដោយគេបានរកឃើញចំណុចខ្សោយរបស់វាហើយបានប្រើទឹកអាស៊ីតយ៉ាងច្រើនបាញ់ស្រោចទៅលើវារហូតដល់វាមិនមានកម្លាំងតបតជាមួយនឹងពួកគេហើយពួកគេបានចាប់វាយកទៅឃុំឃាំងនៅកន្លែងរក្សាទុកសភាវៈចម្លែករបស់អង្គភាព SCP Foundation បន្ទប់ឃុំឃាំងរបស់សភាវៈចម្លែក SCP-682 គឺពោពេញទៅដោយទឹកអាស៊ីតកម្រិតខ្ពស់ដែលធ្វើឲ្យវាមិនមានកម្លាំងក្នុងការរើបម្រាស់និងអាចរត់គេចរួចប៉ុន្តែវាមិនបានងំនោះទេវាកំពុងតែសង្ងំដើម្បីរងចាំឱកាសណាមួយដើម្បីឲ្យវារត់រួចចេញមកក្រៅហើយវានឹងប្រមាញ់គ្រប់សភាវៈទាំងអស់ដែលវាបានជួបសម្រាប់សាច់រឿងរបស់ SCP-682 អ្នកនរគ្នាគិតមិនដែរcomment នឹងក្រោមអ្នកមួយមកហើយកុំភ្លេច follow ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីជួបគ្នានៅវីដេអូក្រោយបាយ